Bàសួស្តីបងប្អូនអរគ្នាហ្នឹងហើយយើងខានជួបគ្នាយូរបាទថ្ងៃនេះខ្ញុំសូមមកចែកម្លែកទាក់ទងជាមួយនឹងទីផ្សារមាសតិចដោយសារតែសូមអធិស្ឋានផងសម្រាប់កូនសិស្សក៏ដូចជាសិស្សតាមវីដេអូផ្សេងៗដែលបាត់មួយរយៈមិនបានមកឆ្លងឆ្លើយតបភ្លាមនឹងស្ងាត់រៀងយូរបន្តិចនឹងហើយសង្ឃឹមថាសិស្សទាំងអស់យោគយល់ហើយយល់ពីស្ថានភាពលោកគ្រូដែលមានធុរៈនៅខាងក្រៅច្រើនបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមមកចែកម្លែកទាក់ទងជាមួយនឹងការវិភាគទីផ្សារមាសបន្តិចដែលគ្នាយើងបានសួរថាតើបច្ចុប្បន្នគឺមាសយើងគួរណាតែវេទនាភាគច្រើនសំណួរមួយនេះលោកគ្រូបានឃើញថាគ្នាយើងថាសួរថាតើទីផ្សារមាសវេទនាអញ្ចឹងមែនតើទៅលំនាំមាសយើងមើល history វាតិចទៅបន្ទាប់ពីវាបានចុះហើយវាក៏ឡើងខ្លះអីផ្សេងជាដើមហ្នឹងអញ្ចឹងយើងអាចចាប់ផ្ដើមមើលពីចំណុចនេះមកមានន័យថាទីផ្សារមាសរបស់យើងគឺបានចុះត្រឹមតម្លៃ25-37ហើយក៏វាចាប់ផ្ដើមបុកដាច់ឡើងទៅលើវិញហ្នឹងគឺមានន័យថាវាចាប់ផ្ដើមបំបែកលំហូររបស់យើងហ្នឹងគឺនៅក្នុងរង្វង់តម្លៃ25.97បាទអញ្ចឹងសម្រាប់គ្នាយើងដែលបានមើលវីដេអូចប់លោកគ្រូគូសវាសត្រួសប៉ុណ្នេះយើងអាចចាប់តម្លៃខ្លះបានហើយទីទៀតលោកគ្រូនឹងខ្ញុំនឹងគូសបន្ទាត់ support resistance ដើម្បីញែកទីផ្សារថាតើវានឹងអាចទៅណាហើយយើងគួរណាតែមើលទីផ្សារបែបម៉េចណាអញ្ចឹងយើងសូមចាប់ផ្ដើមមើលតិចទៅឧទាហរណ៍ថាទីផ្សាររបស់យើងជារួមទៅយើងសូមចាប់កម្ពស់ចុះណាយើងសូមដាក់ទីផ្សារដើម្បីញែក0តិចមកណាហ្នឹងហើយអញ្ចឹងគ្នាយើងអាចកំណត់0តិចមកបាទអញ្ចឹងយើងឃើញថាតម្លៃទីផ្សាររបស់យើងនៅកន្លែងនេះគឺយើងបានទីផ្សារមួយគឺគ្រូសំដកបន្ទាត់ចេញខ្លះសិនបាទដើម្បីកុំឲ្យវាឃើញរញ៉េរញ៉ៃពេកណាអូខេសំដកចេញអស់បាទអញ្ចឹងទីផ្សារដែលយើងចាប់បានថាវាចាប់ដើមបដូរនឹងមិនលេងសាយវាទៀតហ្នឹងគឺក្នុងតំបន់មួយនេះបាទអញ្ចឹងយើងចាប់ដើមចាប់ទីផ្សារយើងទៅចាហើយវាលេងប្រមាណភីបនៅក្នុងរង្វង់ទីផ្សារនេះគឺក្នុងចន្លោះ747ភីប747ភីបបាទអូខេ740ជាងភីបចឹងមានន័យថាបន្ទាប់ពីបំបែកលំហូរ sideways របស់យើងហើយទីផ្សាររបស់យើងគឺវាចាប់ផ្ដើមចាប់ជើងវានៅតំបន់នេះជើងដែលយើងចាប់គឺយើងគួរចាប់នៅតំបន់នេះចឹងដល់ពេលណាដែលយើងចាប់ជើងយើងនៅតំបន់នោះយើងចាប់ផ្ដើមផ្ទៀងផ្ទាត់មើលឃើញថាជើងធំនៃទីផ្សាររបស់យើងគឺมันព្យាយាមចុះមកខាងក្រោមទេមានថាទីផ្សាររបស់យើងគឺលេងនៅខ្សែបែកខាងលើខ្សែបែកខាងលើចឹងបន្តមកគឺឃើញថាទីផ្សាររបស់យើងនេះគឺបានដើរក្នុងមួយរង្វង់ទៀតបានដើរក្នុងមួយរង្វង់ទៀតមានន័យថារង្វង់ sideways បែកខាងលើបាទរង្វង់ sideways បែកខាងលើហើយទីផ្សារក៏វាទម្លាក់មកបានជាចុង support មួយដែលវាកល់នៅតម្លៃមួយនេះបាទកល់នៅតម្លៃមួយនេះបន្ទាប់ពីវាបុកដាច់ support 1 support 2វាធ្លាក់មកដល់ support 3នឹងតាមយើងរៀនណាឥឡូវយើងចាប់ផ្ដើមឃើញទីផ្សាររបស់យើងហើយយើងមើលថាតើទីផ្សាររបស់យើងចាប់ផ្ដើមឡើងហ្នឹងគឺឡើងក្នុងរង្វង់ប្រមាណភីបឥឡូវយើងចាប់ផ្ដើមចាប់ពីទីផ្សារបុកដាច់ឥឡូវយើងថានេះ
cứ chập đam tí xa bọc đá chứ phù phù bọc đá lang từ lớn thì lại một crom miền trừ viên này chứng dương chập bị trừ đi mà tự đo tí xa có buồn phật nó bay khẳng lỡ bao nhiêu cứ pi pon bầm bay rồi mà pay bầm một pip á thì không cùng vùng bay pon pip hỏi co tí xa thì lại cho một cromវិញmình tí xa sai về bài dưới về đào không vùng bầm án vì buộc bầm bờ rối sai chiềng chứng dương mơ tí xa là bao nhiêu này cứ nó không bầm bờ rối sai chiêng đôi khi nào nghe tha tí xa sai về là bao nhiêu là mà trường tờ mà trước vì bà cao sai về mức không rung vùng bầm bờ rối chiêng nếu như thở chắp nó lỡ sầm rạp nè thâm mây rồi gọi dựng bay khi dú dựng chắp tí xa bàn riêng về tí mà bà chấn tí xa lang mà chứ bay lang mà chứ bay pon pi pon from bay rồi pip sai về mà chúng cứ bầm bờ rồi sai chụp sắp chữ pip nè chấn khi dựng có sầm qua từ lời tí xa pí miền này thà dương về để dương lấy sai với dương cô na tay rock nằm bòn không rong vùng bầm bờ rồi chữ pip từ năng vị trí chia tí xa thầm mấy nè bà không mùi sai về bàn tay không mùi tháng ấy dương nào tại đại xa cô ca dương tại đây nè cô ca với dương màn pip vì mà rồi hà từ bảy rồi pip fcc dương từ chẳng bàn tay dương mơ tha tí xa đã bao nhiêu vì miền lùng nòm ấy vì miền lùng nòm mỗi cứ tí xa bọc đạch nhé tí xa bọc đạch tí xa bọc đạch vì bọc đạch support 7 tí xa bọc đạch bàn tay vì đạch support 7 hơi vì còn lang từ vĩnh bàn tay vì bọc đạch phim nó lớn support resistance tí mùi resistance sai vế đó nếu dương ai thà resistance tí mùi cho nè nếu dương chặt tục thà resistance tí pi cho nè đại xa tại vì lang từ lớn vĩnh chẳng nó không nắng dương mơ thà táo tí xa bao nhiêu bọc đạch chùm mùi chật lọ mùi chật lọประมาณ300 chừng pip chẳng mình tên đó mình thà tí xa là bao nhiêu cứ dương trim pi chữ trim chữ thì mũi trim chữ thì pi nó phải khẳng cám không rong bông 400 pip chẳng là khi dương trao cả đào history là bọc tí xa ở bàn trong bát nè lấy và to pi tí xa cả chữ dương trao cho chữ ní đại bằng 2 pi tí xa uptrend vì pro nó không ní vì sai về tối vì ở đâu không rùng vùng sai về thốn chân vì nào không sai về tối không rùng vùng sai về thùng chân cả lại ní tơ chỉ tí xa bọc đách nấy resistance và to bị sai về lệ trường mũi hỏi vì làng từ lửa bình chân dần ná với nào tại không rùng vùng buồn pram rồi pip rồi mới có vùng buồn pram rồi pip nó đây lấy những mơ tí xa bây giờ nó phải khẳng đi nhưng mà tí xa là bao nhiêu nó không đi mới thật tới nhưng cô tìm lên tí xaประมาณ không rùng vùng buồn rồi chừng pip mẹ tha tí xa đào không mùi chung này mùi ngày mùi chung này mùi ngày mình men mùi chung này lồng hồ sai về thủng ấy nè mùi chung này mùi ngày chẳng dân ban resistance là lấy dân sắp chập đa một cú kỵ chỉ mùi năng tí xa là bao nhiêu thật tới tí xa bao nhiêu cô to nè nè để trong sầm lúa khi dương rồi gọi bong ôn dương su là cụ thà su kim thật tá tí xa là bao nhiêu cụ tao nà đấy phải cho bón đi bị pru mà đón la đón la này là khi dương bị bá nè trắng nhưng sông chay mình lại clay chứ nè là dương lục ất tới dương a nhà bờ ban chúng sông đồ pon thì biết nè những sông đồ pon thì nhưng là bò lương đó hiện thla rồi mơ là phư chúng tôi phư và đã thông thì đã sai tọt về riêng thông thì mất ok xong đó đi chị bà chẳng khi dân ai mơ tí xa là bao nhiêu đa không rùng vùng thùng bao nhiêu cứ không rùng vùng này cứ không rùng vùng 500 chừng pip nè cùng liệt bao nhiêu chẳng là lớn dân mơ chập đa mơ tí xa là bao nhiêu mẹ tha tí xa là bao nhiêu bọn này dân cụ bị cào màu nó bồn bọn bồn trao chạm tí muối tí xa là bao nhiêu chập đa là tại mà đó nó cứ miền tha chập bị bọn mà phải buồn màu này miền Thái chỉ chập đàm làng pi pon mà phải buồn bởi vì cực mền tè đó vì chập đàm
បកឡើងទៅវិញហ្នឹងគឺក្នុងតម្លៃ25 37អីនេះហើយបន្តមកគឺវាដើរវាចាប់ដើម sideways ដែលវាមិនចុះវិញតទៅសោះហ្នឹងគឺចាប់ពីតម្លៃ ចាប់ពីថ្ងៃទី11ខែ11ថ្ងៃ18ខែ11 2024ចឹងមកដល់ពេលនេះវាចូល6 7ខែណា6 7ខែ5 6ខែចឹងទីផ្សាររបស់យើងបន្ទាប់ពីយើងចាប់ចឹងហើយយើងឃើញថាយើងត្រូវចាប់ថាទីផ្សារ sideways របស់យើងចាំថាទីផ្សាររបស់យើងបន្ទាប់ពីវាឡើងចុះឡើងចុះនោះគឺយើងចាប់ចំណុចមួយគឺ sideways ក្នុងរង្វង់700 pip នៃមួយជុំ sideways នឹងហើយសម្រាប់ទីផ្សាររបស់យើងដើរជាចរន្តយើងនៅដដែលមានថា150ទៅ300 pip នឹងហើយបន្ទាប់ពីវាឡើងគឺវាឡើង2000ជាង pip មានថាទីផ្សារវាឡើងហើយឡើងទៀតឡើងហើយឡើងទៀតរហូតហ្នឹងគឺក្នុងរង្វង់2800ជាង pip នឹងយើងចាំប៉ុណ្ណឹងជាគោលមួយឥឡូវនេះគឺទីផ្សាររបស់យើងបន្ទាប់ពីឡើង1000ជាង pip 2000ជាង pip ហើយវាsidewaysក្នុង700ជាងទៀតឥឡូវយើងមើលថាតើទីផ្សាររបស់យើងគឺឡើងបានប្រមាណហើយអញ្ចឹងយើងចាប់ផ្ដើមចាប់ពីជើងដែលវាឡើងណាយើងចាប់ពីជើងដែលវាឡើងនឹងអញ្ចឹងចាប់ពីជើងដែលវាឡើងមកយើងចាប់ពីនេះមកចុះពីគ្រូពីនេះវាបុកត្រៀមបុកដាច់ដើម្បីបដូរលំហូរតែវាបដូរមិនបានក៏វាឡើងទៅលើវិញអញ្ចឹងជើងមួយនេះដែលវាមិនចុះមកវិញអញ្ចឹងចាប់ពីនេះមកអញ្ចឹងមកដល់ពេលនេះវាចូល2800 pip នឹងវា2800 pip ទៀតអញ្ចឹងបងប្អូនអាចសម្គាល់មើលការ trade មិនមែនថា technical ទេយើងត្រូវចេះមើល history ត្រូវចេះមើល fundamental ត្រូវចេះមើលកម្លាំងត្រូវចេះមើលផ្សេងៗច្រើនដែលខ្ញុំបានលក់វីដេអូមករយៈក្រោយនេះគឺមានសិស្សរាប់រយនាក់ហើយនឹងមានសិស្សរាប់ច្រើនចំនួនដែរមានវគ្គពិសេសមានវគ្គអីផ្សេងៗជាងដើម្បីបង្វឹកនិងដឹកនាំផ្លូវគាត់ដើរនៅក្នុងវិស័យនេះកុំឲ្យវាមានរលាកកុំឲ្យវាមានប៉ះពាល់អីផ្សេងៗជាដើមណាហ្នឹងហើយទទួលស្គាល់ថាសិស្សខ្លះក៏គាត់ធ្វើទៅមិនបានល្អហើយសិស្សខ្លះក៏ធ្វើបានល្អហើយប៉ុន្តែទប់ emotion ខ្លួនឯងមិនបានក៏មានផលប៉ះពាល់អីផ្សេងៗជាដើមអញ្ចឹងគ្នាយើងដែលបានរៀនហើយហ្នឹងយើងមើលតើយើងខុសអីមានគោលការណ៍ល្មើសកន្លែងណាអីផ្សេងៗហ្នឹងយើងត្រូវមើលបន្ថែមឡើងវិញដើម្បីកុំឲ្យយើងជន់ដានចាស់យើងដដែលចំណេះដឹងយើងរៀនហើយមានហើយប៉ុន្តែដល់ពេលយើងយកទៅអនុវត្តតែងតែល្មើសគោលការណ៍នេះជាបញ្ហាដែលយើងពិបាកកែអញ្ចឹងសរុបជារួមទៅទីផ្សាររបស់យើងបច្ចុប្បន្ននេះគឺដើរក្នុងរង្វង់ចូល2800 pip ដែលនៅក្នុងមួយជុំធំនៃទីផ្សារនៅកន្លែងនេះបងនៃទីផ្សារកន្លែងនេះដែលវាស្មើនឹង2800ជាង pip ដែរឆៃចាប់ពីជើងមួយណាចាប់ពីជើងខាងក្រោមនេះមកណាចាប់ពីជើងខាងក្រោមនេះមកណាចាប់ពីជើងខាងក្រោមនេះមកដូចគ្នាហើយឥឡូវនេះវាយើងចាប់ពីជើងនេះមកទៀតណាយើងចាប់ពីជើងនេះមកហើយមកដល់តម្លៃនេះគឺបដូចគ្នាបែបបាត់អញ្ចឹងមានថាទីផ្សារយើងពីជុំណាដល់ពីជុំអញ្ចឹងសំណួរសួរយើងត្រូវឆែកមើលថាតើកម្លាំងទីផ្សារពីនឹងទៅមុខយើងគួរណាតែលេងទីផ្សារអីហើយទីផ្សារវាគួរដើរបែបណាអញ្ចឹងបន្ទាប់ពីយើងកត់សម្គាល់ទីផ្សារហើយឥឡូវនេះយើងឆែកទៅលើទីផ្សារគីយើងចាប់ support មួយមកណាយើងចាប់ resistance 2មកណាដោយសារវាមានកម្ពូល2អញ្ចឹងយើងចាប់ resistance 2ហើយបើសិនវាគៀកពេកយើងអាចដោះ resistance មួយផ្សេងចេញដើម្បីកុំឲ្យវាជន់ធ្វើយើងពិបាកមើលនឹងយើងពិបាកមើលអញ្ចឹងទីផ្សារយើងញែកអញ្ចឹងណាយើងញែកអញ្ចឹងzone sideways ឥឡូវយើងមើលថាតើទីផ្សាររបស់យើងស្ថិតនៅក្នុង zone អី zone 600ទៅ700 pip នេះឃើញទេអញ្ចឹងបងប្អូនអាចមើលលំនាំទីផ្សារលោកគ្រូវិភាគហើយមិញទីផ្សារដើរបែបណាខ្លះទីផ្សារច្បាស់ណាស់គឺតាមពិតលោកគ្រូវិភាគតាំងពីប្រហែលថ្ងៃមុនតែអត់បាន share ទៅក៏បាត់ព័ត៌មានឡើយនេះតាមពិតយើងវិភាគប្រហែលលើកមុនហ្នឹងគឺក្នុងទីផ្សារក្នុងរង្វង់នេះត្រូវមកក្រោយអញ្ចឹងយើងមើលថាតើយើងគួរលេងទីផ្សារអីយើងគួរលេងទីផ្សារអីអញ្ចឹងជារួមទៅគឺយើងគួរលេងទីផ្សារដែលប៉ះ support តម្លៃមួយនេះណាប៉ះ support តម្លៃមួយនេះជាតម្លៃមួយដែលយើងពិចារណាក្នុងការចូលលេខគេបងចូលលេខគេគឺយើងត្រៀមចូលបាយនឹងឲ្យប៉ះ resistance ក្នុងតម្លៃនេះគឺជាកម្លាំងដែលយើងគួរត្រៀមចូល
sale ចឹងទីផ្សារយើងគឺយើងគួរណាតែក្តោបវាឲ្យបានកន្លែងហ្នឹងហានិភ័យយើងវាមានតិចតែបើសិនជាយើងចូលតាមអារម្មណ៍យើងហើយអត់មានគោលការណ៍អត់មានការរងចាំទេខ្ញុំគិតថាគ្នាយើងជួបឧបសគ្គហើយចឹងទីផ្សាររបស់យើងបច្ចុប្បន្ននេះគឺយើងបានក្នុងរង្វង់នេះហ្នឹង ហើយសួរថាវាមានឱកាសឡើងថែមទេបើយើងមើលតាមជើងដែលវាឡើងគឺវាឱកាសវាឡើងតិចណាដោយសារវាចូលចិត្ត 3000 pip ហើយណាចិត្ត 3000 pip ហើយ 2800 ជាង pip ហើយមានន័យថាបើវាគោរពតាមគោលការណ៍នៃជំហានធំឡើងហើយឡើងទៀតរបស់វាគឺវាគ្រប់ប្រជុំរបស់វាថែមហើយអញ្ចឹងវាត្រូវការ sideways មួយណាវាត្រូវការ sideways មួយដោយតែគ្នាយើងគួរកត់សម្គាល់ថានេះគឺជាទម្លុង sideways ដែលវាដើរចេញពីទីផ្សារបំបែកហើយមួយនេះគឺជាទីផ្សារ sideways ដែលវាដើរចេញពីទីផ្សារបំបែកអញ្ចឹងវាមានលំនាំ2ជុំហើយអញ្ចឹងទីផ្សាររបស់យើងគួរពិចារណាលេង sell buy ក្នុងរង្វង់600ជាង pip នេះបាទក្នុងរង្វង់600ជាង pip នេះហើយយើងអាចឆែកទៅយើងអាចឆែកបន្ថែមយើងអាចឆែក support គៀកជាមួយនឹងកម្លាំងទីផ្សារថែមខ្លួនឯងទៅឧទាហរណ៍ថាអាហ្នឹងយើងនៅក្នុងមេរៀនយើងបានបង្ហាញហើយទៅទៅមួយការឆែក support គៀកអញ្ចឹង support គៀករបស់យើងរកបន្ថែមទៅតែយើងមិនមែនគោរពវាជាគោលសម្រាប់កំណត់ចូលឬក៏ចេញសម្រាប់ឲ្យមានទំនុកចិត្តថាទីផ្សារយើងបន្តទៅណាទៀតអញ្ចឹងណាអញ្ចឹងយើងឆែកវាទូអញ្ចឹងទៀតមកនេះឆែកទូអញ្ចឹងទៀតមកថាតើយើងមើលកម្លាំងវាកំហុកបុកជាមួយនឹងអា support តូចដែលយើងឆែកនឹងអត់តែនឹងសម្រាប់យើងចូលក្នុងមួយថ្ងៃឬក៏ចូលក្នុង30មកបកគោលពីបកគោលចេញណាតែបើសិនជាយើងចូលក្នុងរង្វង់នេះទៅមកនេះយើងគួរណាតែពិចារណារកតម្លៃ3104ហើយនឹង3167ជាតម្លៃទីផ្សារដែលយើងគួរចូល sell និងចូល buy បាទអញ្ចឹងយើងមានប៉ុណ្ណឹងខ្ញុំសូមចែកម្លែកប៉ុណ្ណឹងបន្ទាប់ពីយើងបាត់បែកគ្នាយូរខ្ញុំសូមជូនប៉ុណ្ណឹងចុះហើយខ្ញុំនឹងព្យាយាមចេញវីដេអូបន្ថែមទៀតជាមួយនឹងការកំណត់លម្អិតហ្នឹងហើយអរគុណច្រើនណាជូនពរជោគជ័យនៅក្នុងវិស័យ Forex ទាំងអស់គ្នាបាទអរគុណ